ស្សនវិស័យវែងឆ្ងាយរបស់យើងកសិករយើងគឺគាត់អាចគ្រប់គ្រងទីផ្សារនៅក្នុងប្រទេសយើងបានមែនតើតម្រូវការយើងអត់តន់គ្រប់អញ្ចឹងហើយធ្វើឲ្យមានការនាំចូលច្រើន2ឬ3ឆ្នាំឬក៏យ៉ាងយូរ5ឆ្នាំទៅមុខទៀតធ្វើម៉េចឲ្យខ្មែរយើងគឺមានពងទាមានជីវបត្រកម្មទាគ្រប់គ្រងដោយខ្លួនឯងបានគឺគ្រប់គ្រងពេញនៅក្នុងប្រទេសយើងបងឈ្មោះលីហ៊ុនអ្នកគ្រប់គ្រងសម្រាប់ LCDC Eco Green LCDC Eco Green យើងផ្ដោតទៅលើវិស័យកសិកម្មជាចម្បងយើងផ្ដោតទៅលើវិស័យស្រូវអង្ករហើយយើងផ្ដោតទៅលើវិស័យច្បាប់ផលិតកម្មទាបើនិយាយអំពីប្រវត្តិ LCDC Eco Green បើសិនជាយើងចាប់ផ្ដើមដំបូងជាមួយនឹងវិស័យចិញ្ចឹមទាយើងជាកសិដ្ឋានខ្នាតតូចមួយនៅក្នុងការដែលយើងចិញ្ចឹមទាចំនួន LCDC មកវិភាគថា Local Chicken and Duck Cooperative គឺសហគ្រាសចិញ្ចឹមមាន់ទាស្រែជាភាពនៃការរស់នៅរបស់យើងគឺយើងចេញពីកសិករអញ្ចឹងយើងមើលឃើញអំពីទុក្ខលំបាកការលំបាករបស់កសិកររបស់យើងសួរខ្លួនឯងថាតើយើងអាចជួយដល់កសិករឬក៏នៅពេលដែលយើងអាចថាយើងធំឡើងទៅយើងជួយឲ្យបានអញ្ចឹងណានៅក្នុងការដែលបងធ្វើការជាអ្នកស្ម័គ្រចិត្តដើម្បីជួយដល់អង្គការក្នុងស្រុកមួយបងឃើញថានៅពេលដែលយើងធ្វើការយើងបានជួយកសិករច្រើនអញ្ចឹងហើយបានជាវិស័យស្រូវអង្ករវិស័យកសិកម្មលើការធ្វើច្បាប់ផលិតកម្មទានេះគឺជារឿងអាទិភាពដែលបងកំពុងតែធ្វើបច្ចុប្បន្ននេះច្បាប់នៃការផលិតកម្មរបស់យើងមានន័យថាក្រៅអំពីការចិញ្ចឹមនៅក្នុងហ្វាមរបស់យើងប៉ុន្តែយើងក៏ចិញ្ចឹមជាមួយនឹងការដែលយើងធ្វើការជាមួយដៃគូហ្វាមផ្សេងៗទៀតផងដែរខ្ញុំគិតថាប្រហែលជាង100ហ្វាមដែលយើងកំពុងតែផ្គត់ផ្គង់ទាជូនគាត់ពេលព្រឹកឡើងគឺយើងចាប់ផ្ដើមរើសពងទាព្រឹកឡើងមានឡានឬក៏មានអីដើម្បីគាត់យកពងទាយើងទៅទីផ្សារយើងឃើញនៅទីនេះយើងយកពងទាមកពីហ្វាមរបស់យើងពេលព្រឹកព្រលឹមដែរអញ្ចឹងណាបន្ទាប់មកយើងដាក់ចំណីឲ្យទៅបាទដាក់ចំណីឲ្យទាហើយយើងលាងសម្អាតត្រង់ដោយសារយើងកាត់ភ្ជាប់ជាមួយនឹងអនាម័យអញ្ចឹងយើងតែងតែលាងយ៉ាងហោចណាស់2ដងក្នុងមួយថ្ងៃគឺពេលព្រឹកហើយនិងពេលល្ងាចនៅពេលដែលយើងបបោពងទាហើយខ្លះយើងយកទៅទីផ្សារហើយខ្លះទៀតយើងយកមកដាក់នៅក្នុងក្រុមរបស់យើងដូចនៅធ្វើម៉េចយើងមានក្រុមការងារគាត់យកមកគាត់លាងសម្អាតថែមទៀតយើងអត់ថាប៉ុណ្ណឹងយើងទៅទីផ្សារទេយើងយកមកលាងសម្អាតថែមទៀតហើយយើងយកមកច្នៃយកមកលាងហើយយើងបានវិចខ្ចប់ទៅតាមបច្ចេកទេសរបស់យើងដែលយើងធ្វើនៅទីនេះបាទសម្រាប់គម្រោង InnoLab ដែលបងបានចូលជាមួយនឹងក្រុមការងាររបស់យើងនៅពេលដែលយើងចាប់ផ្ដើមដំបូងជាមួយនឹងការដែលយើងធ្វើម៉េចឲ្យយើងបានមានការច្នៃប្រឌិតគំនិតរបស់យើងសិនមេរៀនថ្ងៃនេះយើងហៅឈ្មោះថារចនាគំនិតតើការគិតយើងនឹងយើងដែរ design វាចេញទេតែយើង design យ៉ាងម៉េចកន្លងមកយើងគិតថាយើងច្នៃអីបានយើងធ្វើអីបានយើងមើលឃើញលើផលិតផលប៉ុន្តែយើងអត់បានច្នៃគំនិតរបស់យើងថាតើយើងគួរធ្វើម៉េចដើម្បីឲ្យគំនិតយើងកាន់តែមានភាពច្នៃប្រឌិតដើម្បីយើងយកអាគំនិតដែលយើងបានគិតនោះច្នៃទៅជាផលិតផលកាន់តែប្រសើរអញ្ចឹងបានបងមើលឃើញថាជំរើសដែលកន្លងមកយើងលក់តែពងសាបគឺឥឡូវនេះគឺអត់ទេគឺឃើញមានច្រកច្រើនមែនតើគឺចេញអំពីពងអានេះគាត់តែពងទាមួយអញ្ចឹងបានរៀនច្រើនមែនតើមានអារម្មណ៍ថាគណិតរៀងទលាជាងមុននៃការគិតរបស់យើងអ្វីដែលអ្នកគ្រូក៏ដូចជាលោកគ្រូបានបង្រៀនពីមួយវគ្គទៅមួយវគ្គធ្វើឲ្យយើងគិតថាដំបូងមានភាពស្មុគស្មាញមែនតើការគិតយើងឲ្យយើងទៅផ្សារយើងទៅមើលសម្ភារៈទិញយើងអត់ដឹងថាយើងត្រូវធ្វើអីទេប៉ុន្តែនៅពេលដែល exercise លើកទី2លើកទី3លើកទី4យើងមើលឃើញថាអូយើងឡើងលំបាកហើយរឿងហ្នឹងយើងមើលទៅរៀងឃើញច្បាស់ជាងមុនអញ្ចឹងតាមរយៈមេរៀនដែលយើងទទួលបានពី InnoLab ពិតជាធ្វើឲ្យយើងមានគណិតច្នៃប្រឌិតច្រើនមែនតើទស្សនវិស័យវែងឆ្ងាយរបស់យើងកសិករយើងគឺគាត់អាចគ្រប់គ្រងទីផ្សារនៅក្នុងប្រទេសយើងបានមែនតើតម្រូវការយើងអត់តន់គ្រប់អញ្ចឹងហើយធ្វើឲ្យមានការនាំចូលច្រើន2ឬ3ឆ្នាំឬក៏យ៉ាងយូរ5ឆ្នាំទៅមុខទៀតធ្វើម៉េចឲ្យខ្មែរយើងគឺមានពងទាមានជីវបត្រកម្មទាគ្រប់គ្រងដោយខ្លួនឯងបានគឺគ្រប់គ្រងពេញនៅក្នុងប្រទេសយើង